มือตรองน้าก็สะอาดมือตรองน้าก็สระก้อยก้นมันเจจนายเลยทิฏฐิภថ្ងៃទី2នៃពិធីមង្គលរបស់ព្រះអង្គម្ចាស់ស្ត្រីនរោត្តមពងសូរិយានិងព្រះស្វាមីឈុតនីមួយៗសម្រិតសម្រាំងឆ្នៃចេញពីទឹកដៃជាងចំណានយ៉ាងប្រណិតតែម្ដងឆ្នៃ stand up ក៏ដូចជា page stand up ញូនឹងធ្វើការលំអិតព្រមនេះបន្ទាប់ពីធ្វើការរៀបចំព្រះវិធីអវិហៈវិវិហៈមង្គលនៅក្នុងព្រះបរមរាជវាំងចតុមុខមង្គលមកដល់ថ្ងៃទី27ខែវិច្ឆិកាឆ្នាំ2025នេះគឺជាថ្ងៃទី2នៃកម្មវិធីសិរីសួស្តីអវិហៈវិវិហៈមង្គលរបស់ព្រះអង្គម្ចាស់ស្ត្រីនរោត្តមពងសូរិយានិងព្រះស្វាមីអឹងស៊ីវឈុនដែលបានបន្តមករៀបចំឡើងនៅគេហដ្ឋានហើយបើសិនជាយើងមកក្រឡេកមើលពីទិដ្ឋភាពនៃព្រះពិធីអវិហៈវិវិហៈមង្គលរបស់ព្រះអង្គម្ចាស់ស្ត្រីនរោត្តមពងសូរិយានិងព្រះស្វាមីអឹងស៊ីវឈុននាព្រឹកថ្ងៃទី27ខែវិច្ឆិកាឆ្នាំ2025បានរៀបចំឡើងនៅគេហដ្ឋានមានកម្មវិធីប្រពៃណីផ្សេងៗដែលបានធ្វើការរៀបចំឡើងយ៉ាងប្រណិតត្រជាក់ភ្នែករំលេចពោពេញទៅដោយពណ៌មាសជុំវិញបរិវេណនៃកម្មវិធីមង្គលទាំងមូលតែម្ដងដោយមានការចូលរួមពីសំណាក់សាច់ញាតិខ្សែរាជវង្សនិងបងប្អូនសាច់ញាតិញាតិមិត្តលំដាប់អភិជនអ្នកមានមុខមាត់នៅក្នុងសង្គមជាច្រើនផងដែរស្របជាមួយគ្នានោះងាកមកចាប់អារម្មណ៍ទៅលើឈុតនីមួយៗដែលព្រះអង្គម្ចាស់ស្ត្រីនិងស្វាមីគ្រងនៅក្នុងថ្ងៃមង្គលទី2នេះវិញឃើញថាឈុតនីមួយៗសុទ្ធសឹងតែជាឈុតប្រពៃណីបុរាណខ្មែរយ៉ាងប្រណិតល្អឯងសម្រិតសម្រាំងយ៉ាងពិសេសពីទឹកណៃជាងយ៉ាងចំណានធ្វើឲ្យគូស្វាមីភរិយាថ្មីបន្ថែមនូវភាពថ្លៃថ្នូរពោពេញទៅដោយស្នាមញញឹមនិងមានសុភមង្គលនៅក្នុងថ្ងៃដ៏មានសិរីសួស្តីមហាមង្គលនេះបានជើងព័ត៌មានដែលយើងខ្ញុំបានលើកឡើងនេះក៏សូមបញ្ចប់មានការខុសឆ្គងសូមអធិស្ឋាន